សួស្តីតាគ្នាស្វាគមន៍មកកាន់ Channel កូនទីឈុតធីសូមតាគ្នាជួយ Like Subscribe ដាក់សញ្ញាកណ្ដឹងអ្នកមួយផងថ្ងៃនេះ Admin បានលើកយករឿងថ្មីទៀតថាយកមកសម្រាប់ជួយតាគ្នាទស្សនារឿងនេះមានចំណងជើងថានាងមាត់រន្ទះបាញ់មួយរឿងចប់នេះជាតួស្រីរបស់យើងមានឈ្មោះថាលូឈីងស៊ីបានមករស់នៅក្នុងគ្រួសារអ្នកមានតាមធាតុពិតទៅតួស្រីរបស់យើងគឺគាត់ជាក្មេងស្រីដែលត្រូវបានគេយកទៅបំបោះបងចោលហើយក៏ត្រូវបានអ្នកស្រីម្នាក់នេះលក់កូនខ្លួនឯងនឹងឲ្យទៅកាន់អ្នកមានហើយពេលនឹងដែរណាគាត់ក៏និយាយអាក្រក់ពីតួស្រីសុទ្ធតែថាគាត់បោកតួស្រីយើងយកលុយទេពេលហ្នឹងណាតួស្រីក៏ស្ដាប់ឮទាំងអស់តែគាត់ក៏និយាយថាចាគាត់មិនបាននិយាយអីទេបើសិនជាគាត់ដែរក៏ហក់សម័យគាត់ឡានបុកគាត់គាត់ថាក្នុងម្ដុំហ្នឹងអត់មានឡានមានណាគ្រាន់តែចេញទៅភ្លាមត្រូវបានឡានបុកស្លាប់ភ្លាមមួយរំពេញហើយតួស្រីរបស់យើងក៏ត្រូវបានណាអ៊ំស្រីដែលជាអ្នកដែលនៅប្រចាំការនៅក្នុងមណ្ឌលកម្មាកំព្រាក៏បាននាំតួស្រីរបស់យើងយកទៅចិញ្ចឹមតួស្រីយើងឥឡូវបានត្រឡប់មកកាន់គ្រួសារលូវិញមើលទៅពួកគេដូចទទួលស្រួយតួស្រីរបស់យើងបានល្អក៏ប៉ុន្តែដោយសារតែមានកូនស្រីម្នាក់ទៀតដែរដែលមានឈ្មោះថាលូយូរូនេះដែរគឺមនុស្សល្បិចខ្លាំងមែនតើជាពិសេសនាងក៏ធ្វើជាយយវ៉ាលីឲ្យតួស្រីតែក៏ធ្វើឲ្យវ៉ាលីតួស្រីយើងក៏ធ្លាក់ហើយកៅអៅរបស់គាត់នឹងក៏រប៉ាត់រប៉ាយពេញនឹងពួកគេនឹងក៏នាំគ្នាលន់មាត់ថាស្អុយក៏ក្រោកតែម្ដងតួស្រីយើងខឹងខ្លាំងមែនតើដោយសារតែនាងរបស់ទាំងអស់នេះគឺអ្នករៀបថាដែលជាម្ដាយនៅមណ្ឌលកម្មាកំព្រារបស់គាត់នឹងឯងជាអ្នករៀបចំឲ្យតួស្រីរបស់យើងទាំងអស់តែនាងយូរូនឹងក៏ថានាងគ្មានអំណងទេដៃរបស់នាងគឺឈឺបើមិនជឿទេក៏មើលទៅតួស្រីរបស់យើងវិញគាត់គឺមនុស្សមាត់តប់ហ្មងណាអ្នកណាក៏ដោយតែនិយាយប្រៀបថាអញ្ចឹងក៏ហក់ហើយតែកែប៉ែខ្លួនដូចជាស្បត់អីចឹងទៅរឿងទាំងអស់ហ្នឹងនឹងធ្លាក់ទៅលើពួកគេអញ្ចឹងហើយណានាងក៏បានដើរដួលក៏ធ្វើឲ្យដៃរបស់នាងហ្នឹងក៏មានរបួសតែម្ដងហើយតួស្រីរបស់យើងក៏ថាឃើញដែរល្អត់គាត់និយាយបែបណាគឺបែបហ្នឹងហើយអញ្ចឹងហើយគាត់ក៏បានចេញទៅអ្នកជួបហើយសំខាន់គាត់ក៏បាននឹកឃើញទៅដល់ម្ដាយរបស់គាត់ណាដែលជាម្ដាយមើលថែគាត់នៅមណ្ឌលកម្មាកំព្រាហ្នឹងព្រោះអីដោយសារតែអញ្ចឹងគឺគាត់ស្រឡាញ់តួស្រីរបស់យើងហ្នឹងដូចជាកូនបង្កើតរបស់គាត់អញ្ចឹងតែតួស្រីរបស់យើងត្រូវរស់នៅជាមួយគ្រួសារពិតប្រាកដរបស់នាងវិញណាដូច្នេះគាត់ក៏ត្រូវទៅតែម្ដងហើយអ្នកម្ដាយហ្នឹងគាត់ក៏បារម្ភមួយតួស្រីរបស់យើងផងដែរតែមិនដឹងមិនណាចឹងហើយក៏ឲ្យតួស្រីរបស់យើងទៅចំណែកឯនាងរូយ៉ៅវិញនាងក៏មករកតួស្រីធ្វើដូចជាល្អជាមួយតួស្រីរបស់យើងស្បើមណាស់តាមពិតទៅគឺល្បិចរបស់នាងតែម្ដងនាងមិនដែលចង់ឲ្យមានណាកូនស្រីណាមករស់នៅមកជាអៀតនៅក្នុងផ្ទះរបស់នាងទេដោយសារតែនាងគឺមិនអាចបែងចែកណាក្តីស្រឡាញ់របស់ឪពុកម្ដាយរបស់នាងឲ្យទៅកាន់តួស្រីរបស់យើងម្នាក់ទៀតឡើយចឹងហើយណាអ្នកគ្រួសារហ្នឹងក៏ចង់រៀបចំពិធីដើម្បីតែទទួលតួស្រីរបស់យើងមកធ្វើជាកូនរបស់គាត់តែយ៉ាងណាក៏ដោយតួស្រីរបស់យើងហ្នឹងគាត់ក៏បាននិយាយប្រាប់ណាថារូយ៉ាបានទៅរករឿងគាត់នៅក្នុងបន្ទប់តែឪពុកម្ដាយរបស់តួស្រីពួកគាត់អត់មានអ្នកគេជឿទេគាត់ថាអញ្ចឹងរូយ៉ាគ្រាន់តែចង់រាក់ទាក់តួស្រីរបស់យើងតែប៉ុណ្ណោះចឹងហើយណាក៏ឲ្យរាប់អានគ្នាជាបងប្អូននឹងគ្នាទៅកុំឲ្យតួស្រីរបស់យើងចិត្តឆ្អៀតអីសំបីតែសាលារៀនអីវិញនេះតួស្រីរបស់យើងក៏ត្រូវទៅរៀនសាលាតែមួយជាមួយនឹងរូយ៉ាទៅដល់ភ្លាមគឺពួកមិត្តរួមថ្នាក់ចាប់ផ្ដើមនាំគ្នាបូលីតួស្រីរបស់យើងភ្លាមបងមកដល់ក៏សិតតែដៀតួស្រីរបស់យើងមើលទៅគឺសម្រែដៃជើងខ្មៅវែកហើយសំខាន់គឺក្លិនស្អុយថែមទៀតហើយពួកគេនឹងក៏បានលឺណាពីនាងរូយ៉ាថាតួស្រីរបស់យើងនឹងគឺជាមនុស្សស្រីដែលបានមកពីជនបទចឹងហើយនាងជាស្រីក្មេងសម្រែណាហើយគ្នារបស់នាងរូយ៉ានឹងនេះចៅគេក៏កលែកឃើញតួស្រីរបស់យើងភ្លាមម្នាក់គ្នាគេនឹងក៏ចាប់ផ្ដើមនឹកឃើញល្បិចថ្មីមកតែម្ដងចង់ធ្វើបាបតួស្រីរបស់យើងនឹងដែលពេលហ្នឹងពួកនឹងបាននាំគ្នាយកកបោរបស់នាងរូយ៉ាហ្នឹងយកកបោលុយណាយកទៅដាក់នៅក្នុងកបោរបស់តួស្រីហើយឥឡូវហ្នឹងក៏ចាប់ផ្ដើមនាំគ្នាស្លន់ស្លោថាកបោលុយណាត្រូវបានបាត់ហើយសិស្សថ្មីចូលមកភ្លាមអាវ៉ាន់ហ្នឹងក៏ត្រូវបានបាត់នេះអញ្ចឹងហើយចៅមានតែម្នាក់ទេមានតែតួស្រីរបស់យើងនឹងឯងហើយតួស្រីយើងគាត់និយាយថាគាត់មិនបានដឹងរឿងអីទេណាតែចៅគេក៏ថាគ្មានអ្នកទៀតទេមានតែតួស្រីរបស់យើងនឹងឯងដែលក្មេងសម្រែគ្មានលុយគ្មានកាក់ណានាងគឺជាចៅហើយតួស្រីយើងគាត់ថាគាត់ថាមិនបានយកគឺមិនបានយកហើយចឹងហើយពួកគេនឹងក៏នាំគ្នាបញ្ជាក់ច្បាស់ខ្លាំងណាថាតួស្រីជាចៅបើមិនអញ្ចឹងទេនេះគេស្បត់ហ្មងស្បត់ឲ្យគ្រួសាររបស់គេនឹងគឺអលាយចង់ក្រោយឥឡូវនេះដោយការប៉ັດរបស់គេតែម្ដងចៅគ្រួសារចៅហ្នឹងណាទាំងអស់គ្នាត្រូវបានរលែងមកភ្លាមហើយពួកស្រីប្រហែលអ្នកនេះនាំគ្នាមកឆែកឆេរនៅក្នុងកាបូបរបស់តួស្រីរបស់យើងហ្នឹងណាពេលដែលឆែកទៅហ្នឹងក៏បានឃើញថាកាបូបវានៅក្នុងហ្នឹងមិនមែនថៃបានមិននៅទេបើពួកហ្នឹងក៏នាំគ្នាយកកាបូបហ្នឹងទៅលាក់ក្នុងកាបូបរបស់តួស្រីរបស់យើងហើយតើចឹងហើយណាក៏ចាប់ផ្ដើមកាត់ឡើងណាមានភាពរញ
ញ៉ៃខ្លាំងមែនតើជាពិសេសទៅទៀតនោះនាងឬយ៉ាងតើអរគ្នាដឹងមិនអត់តួស្រីរបស់យើងនឹងគឺគាត់បានដឹងមុនចឹងហើយគាត់ក៏បានលួចផ្លាស់ប្ដូរកាបូបរបស់គាត់នេះជាមួយនាងរូយ៉ៅចឹងក្រោយកាបូបលុយដែលត្រូវបានបាត់នេះនាងរូយ៉ៅនឹងឯងអ្នករករឿងហើយពួកគេក៏នាំគ្នាវាយគ្នាឡើងពេញថ្នាក់តែម្ដងហើយតួស្រីរបស់យើងគាត់ក៏និយាយថាគ្រប់យ៉ាងទាំងអស់គឺមកពីគ្នារូយ៉ៅដែលជាអ្នករករឿងគាត់ប៉ាម៉ាក់មកដល់ភ្លាមណានាងរូយ៉ៅក៏ចាប់ផ្ដើមប្តឹងហើយនាងក៏និយាយថាអញ្ចាតួស្រីរបស់យើងមករៀនណានាងអត់មានលុយចឹងហើយតួស្រីរបស់យើងក៏ចំណែនក៏បានលួចលុយរបស់នាងជាពិសេសណាគឺថាប៉ាម៉ាក់ហ្នឹងក៏នាំគ្នាជឿថារូយ៉ៅអ្វីដែលនាងនិយាយគឺជាការប៉ັດតួស្រីក៏ថាគាត់មិនមែនចោលទេតែនាងរូយ៉ៅនាងក៏នៅតែនិយាយដែរចឹងនាងច្បាស់ខ្លាំងណាស់ថាតួស្រីរបស់យើងហ្នឹងពិតជាបានលួចកាបូបលុយរបស់នាងប៉ັດមែនហើយទាំងប៉ាទាំងម៉ាក់ណារបស់តួស្រីរបស់យើងនេះពួកគាត់ក៏ប្រាប់តួស្រីបើសិនជាចង់បានលុយមិនប្រាប់គាត់នឹងឲ្យលុយតួស្រីរបស់យើងតែម្ដងចាំបាច់អីណាទៅលួចលុយប្អូនបែបហ្នឹងតួស្រីក៏ថាអត់ទេចឹងហើយណាតួស្រីយើងក៏និយាយថាបើសិនជានាងរូយ៉ៅប៉ັດតែខ្លួនឯងស្អាតស្អំប៉ិតមែនឆាប់ស្បត់ភ្លាមស្បត់ទៅបើសិនជានាងរូយ៉ៅហ្នឹងមិនហ៊ានតួស្រីរបស់យើងស្បត់ណាឲ្យផ្ទះបាញ់ហ្មងចឹងហើយនាងរូយ៉ៅហ្នឹងនាងក៏ថាមិនអីទេនាងនឹងស្បត់បើសិនជានាងពិតជាធ្វើប៉ិតមែនណាសូមឲ្យរន្ទះបាញ់នាងតែម្ដងទៅតួស្រីរបស់យើងក៏ថាបានល្អតើព្រោះអីនាងរូយ៉ៅហ្នឹងនាងគឺគិតបែបហ្នឹងហើយដូច្នេះដោយសារតែមនុស្សវាខុសពិតប្រកបមែនស្បត់នាងបាញ់មិញហ្នឹងណារន្ទះបាញ់ហ្នឹងក៏បាញ់ចំកដាលនាងរូយ៉ៅហ្នឹងតែម្ដងហើយនាងរូយ៉ៅក៏ក្តៅចិត្តខ្លាំងណាព្រោះអីដោយសារតែនាងពិតជាបានធ្វើបាបតួស្រីរបស់យើងប៉ិតមែនហើយចំណែកប៉ាម៉ាក់របស់តួស្រីយើងឥឡូវនេះពួកគាត់ក៏ចាប់ផ្ដើមថ្មឹងគិតណាថាអ្វីដែលគាត់ធ្វើទៅលើតួស្រីរបស់យើងដែលបានកាន់ជើងរូយ៉ៅមើលទៅគឺពិតជាខុសប៉ិតមែនណាចឹងហើយតួស្រីរបស់យើងគាត់ក៏ខំនេះហើយក៏បានឃើញណាអ្នកស្រីសេននៅមណ្ឌលកម្មាកំព្រារបស់គាត់ហ្នឹងក៏ឆាបអសួរសុកទុកតួស្រីថារស់នៅណានៅក្នុងគ្រួសារលូហ្នឹងឥឡូវហ្នឹងយ៉ាងម៉េចទៅហើយតួស្រីរបស់យើងហ្នឹងគាត់ក៏និយាយក៏ហត់ណាថាឥឡូវនេះគាត់គឺអត់អីទេសំខាន់គ្រួសារលូហ្នឹងក៏ចាំបីបាច់គាត់បានយ៉ាងល្អតែម្ដងតួស្រីរបស់យើងនិយាយទៅគឺក៏ហក់សុទ្ធសានហ្មងដោយសារតែគ្រួសារមួយហ្នឹងមិនបានចាប់ទុកតួស្រីរបស់យើងដូចជាកូនបង្កើតរបស់ពួកគេទេហើយនាងរូយ៉ៅវិញក្តៅចិត្តខ្លាំងមែនតើហេតុអីបានជាឥឡូវនេះប៉ាម៉ាក់របស់នាងលេងខ្វល់ជាមួយនឹងនាងពេលដែលទៅអើតមើលទៅហ្នឹងក៏បានឃើញថាអញ្ចាពួកគេកំពុងតែរៀបចំណាកាដូខុសកណារបស់រូយ៉ៅតើរូយ៉ៅក៏គិតថាប៉ាម៉ាក់របស់នាងនៅតែស្រឡាញ់នាងតែកងដៃមួយនេះប៉ារបស់តួស្រីយើងក៏និយាយថាអញ្ចាតួស្រីរបស់យើងទៅតែចូលមករស់នៅក្នុងគ្រួសាររបស់ពួកគេថ្មីថ្មោងដូច្នេះហើយគួរតែទុកអំណោយមួយនេះណាសម្រាប់តួស្រីរបស់យើងទៅពួកគេហ្នឹងក៏គិតថាល្អដែរតើដូច្នេះហើយក៏ព្រមព្រៀងគ្នាតាមនឹងចឹងទៅហើយតួស្រីរបស់យើងនេះវិញណាគាត់ក៏បានទៅរៀបចំរបស់របរនៅក្នុងផ្ទះហើយម៉ាក់របស់តួស្រីយើងក៏មកនិយាយប្រាប់ណាថាឲ្យតួស្រីរបស់យើងនឹងគឺនៅតនេទៅតួស្រីយើងក៏កលេចឃើញនាងរូយ៉ៅដើរកាន់កងដៃនេះដែលកងដៃមួយហ្នឹងគឺសម្រាប់តួស្រីរបស់យើងតែនាងរូយ៉ៅហ្នឹងគឺនាងលួចហើយសំខាន់ណាស់នាងក៏រករឿងតួស្រីរបស់យើងថែមទៀតតួស្រីរបស់យើងដឹងច្បាស់ខ្លាំងណាស់ថានាងរូយ៉ៅនាងកំពុងតែធ្វើអីដូច្នេះហើយឥឡូវនេះតួស្រីរបស់យើងគាត់គឺមិនបានគិតអ្វីច្រើននោះទេព្រោះគាត់ដឹងថានាងរូយ៉ៅនេះជាល្បិចរបស់នាងទាំងអស់ហើយកម្មវិធីគូកចាប់ផ្ដើមណាគូកណារបស់នាងរូយ៉ៅហ្នឹងក៏ត្រូវធ្វើហើយចឹងហើយនាងរូយ៉ៅក៏បានដាក់ម៉ូជាមួយនឹងគ្នារបស់នាងនៅពេលដែលតួស្រីរបស់យើងបានចូលមកក្នុងកម្មវិធីនឹងភ្លាមមិត្តភ័ក្តិរបស់នាងគឺត្រូវតែទៅបំផ្លាញរ៉ូបរបស់តួស្រីកុំឲ្យតួស្រីរបស់យើងបានស្លៀកពាក់ស្អាតបាតអីសោះព្រោះថានេះរ៉ូបដែលប៉ាម៉ាក់តួស្រីយើងរៀបចំឲ្យហ្នឹងមើលទៅគឺវាស្អាតដាច់នាងរូយ៉ៅហ្នឹងហ្មងចឹងហើយនាងរូយ៉ៅហ្នឹងនាងនៅដែរស្ងៀមមែននាងគឺត្រូវតែធ្វើបាបតួស្រីកុំឲ្យរ៉ូបមួយនឹងធ្លាក់ទៅលើដៃរបស់តួស្រីនាងក៏ខំទៅហាមអ្នកបម្រើណាថាកុំឲ្យយកទៅឲ្យតួស្រីអីនាងស្រឡាញ់រ៉ូបហ្នឹងដែរតែអ្នកបម្រើនាងមិនអាចធ្វើតាមបំណងរបស់នាងរូយ៉ៅហ្នឹងបានទេនាងត្រូវតែធ្វើតាមបញ្ជាណារបស់ប៉ាម៉ាក់តួស្រីរបស់យើងទាំងអស់ហើយឥឡូវហ្នឹងណាតួស្រីរបស់យើងក៏ទទួលបានរ៉ូបមួយហ្នឹងទោះបីជាគាត់បានដឹងហើយថាអ្នកបម្រើនាងក៏រៀងភ័យខ្លាចដោយសារតែនាងរូយ៉ៅនាងគឺបានគម្រាមចឹងទៅហើយតួស្រីរបស់យើងគាត់ក៏ថាមិនបារម្ភទេគាត់នឹងមិនឲ្យអ្នកបម្រើហ្នឹងគឺត្រូវមកធ្វើឲ្យវាថាបបាក់អីជាមួយដោយសារតែគាត់ឡើយចឹងហើយឥឡូវនេះតួស្រីរបស់យើងគាត់ក៏ដឹងមុនហ្មងថាពួកហ្នឹងនឹងធ្វើអីទៅលើគាត់នាងរូយ៉ៅវិញក៏រងចាំតួស្រីរបស់យើងជាស្រេចដឹងហើយថាពេលដែលតួស្រីរបស់យើងមកដល់ហ្នឹងនឹងមានរឿងអ្វីកើតឡើងប៉ាម៉ាក់របស់តួស្រីគឺយកកម្មវិធីគូកណានមួយនេះដើម្បីតែបង្ហាញមុខតួស្រីរបស់យើងដែលជាកូនស្រីនៅក្នុងគ្រួសាររបស់គាត់ទៅតែចូលមករស់នៅក្នុងទីហ្នឹងវិញនាងរូយ៉ៅនឹងក៏ញាក់ភ្នែកដាក់ពួកម៉ាក់របស់នាងចឹងហើយគ្រាន់តែតួស្រីរបស់យើងដើរចូលទៅដល់នាងក៏បានដើរជាអ្នកជះស្រាទៅលើរ៉ូបរបស់តួស្រីធ្វើឲ្យរ៉ូបដែលថ្មីរបស់តួស្រីរបស់យើងហ្នឹងក៏ត្រូវទៅទឹកខ្ទេចតែម្ដងចឹងហើយតួស្រីរបស់យើងក៏ត្រូវការទៅផ្លាស់ប្ដូរភ្លាមហើយតួស្រីយើងដឹងហ្មងថាល្បិចរបស់នាងតែនាងក៏និយាយថាអញ្ចឹងនាងមិនបានមានបំណងតែនាងជាពពជើងតើចឹងហើយណាតួស្រីក៏ថាបានមិត្តភ័ក្តិរបស់នាងរូយ៉ៅណាធ្វើបាបតួស្រីរបស់យើងវិញមិញចង់ក្រោយក៏ដើរតាក់ជើ
យើងខ្លួនឯងហើយក៏ទៅកលាប់ជាមួយនឹងនំខេកនឹងតែម្ដងហើយតួស្រីរបស់យើងក៏ទៅផ្លាស់ប្ដូរណាសម្លៀកបំពាក់របស់គាត់នេះរួចហើយក៏បានយកកងដៃដែលនាងធ្វើបាក់ហ្នឹងណាយកទៅដាក់នៅក្នុងកាបូបរបស់តួស្រីដើម្បីតែចោទប្រកាន់ថាតួស្រីរបស់យើងហ្នឹងគឺជាអ្នកដែលបានលួចយកកងដៃមួយនឹងហើយនាងក៏បានទៅប្រាប់លោកចៅណាថានាងគឺបានរៀបចំរោងការឲ្យអស់ហើយលើកនេះតួស្រីរបស់យើងពួកគេនឹងសងសឹកឲ្យដល់ទីបំផុតតែម្ដងនាងគឺនឹងត្រូវខ្មាស់គេនៅកន្លែងហ្នឹងចឹងទៅហើយអ្នកនៅក្នុងកម្មវិធីហ្នឹងណានាំគ្នាណាគឺនិយាយដើមតួស្រីថាតួស្រីរបស់យើងហ្នឹងមិនមែនជាក្មេងស្រីដែលមកពីគ្រួសារអ្នកមានអីទេនាងគឺទៅតែបានដំណឹងថាមកពីស្រុកព្រៃភ្នំជនបទអីចឹងទៅចឹងហើយណាមើលទៅពិតទៅណាតួស្រីរបស់យើងប្រកាសជាក្មេងដែលប្រកាយលួចខ្លាំងណាស់ហើយនាងរូយ៉ៅចាប់ផ្ដើមស្រែកឡងណាថាកងដៃណាដែលប៉ាម៉ាក់របស់នាងគឺបានរៀបចំមកនេះឥឡូវនេះគឺបានបាត់ហើយពួកហ្នឹងក៏ចាប់ផ្ដើមហើយនាំគ្នាដាក់ម៉ូទៅលើតួស្រីយើងថាតួស្រីរបស់យើងនឹងឯងមុខសញ្ញាធំហ្មងនាងគឺជាអ្នកលួចហើយសំខាន់តួស្រីរបស់យើងគាត់ដឹងទៀតហើយពួកហ្នឹងប្រកាសជាមានឬក៏បិចកិច្ចកលអីធ្វើបាបគាត់ម្ដងទៀតហើយនាងរូយ៉ៅក៏ព្រមធ្វើគ្រប់យ៉ាងហ្មងដើម្បីតែឲ្យប៉ាម៉ាក់ហ្នឹងគឺស្អប់តួស្រីរបស់យើងកុំឲ្យតួស្រីរបស់យើងហ្នឹងគឺមានមុខមកត្រង់កន្លែងមួយហ្នឹងទៀតបានរូយ៉ៅហ្នឹងនាងក៏បានទៅកញ្ឆក់កាបូបឲ្យតួស្រីហើយក៏បានឃើញកងដៃហ្នឹងនៅក្នុងកាបូបរបស់តួស្រីសំខាន់ទៅទៀតគឺវាបាក់បែកឡើងខ្ទេចខ្ទីតែម្ដងតួស្រីយើងក៏សួរប្រកាសដែរអត់ថាដើមថាគាត់ហ្នឹងគឺជាអ្នកលួចឬក៏មានអ្នកយកមកដាក់នៅក្នុងកាបូបរបស់គាត់តួស្រីយើងក៏និយាយចំតែម្ដងថារូយ៉ៅនាងជាអ្នកធ្វើបាបគាត់ហើយក៏បានយកកងដៃមួយហ្នឹងទៅដាក់នៅក្នុងកាបូបបើមិនជឿទេឆែកកាមេរ៉ាសុវត្ថិភាពមើលទៅចឹងហើយណានាងរូយ៉ៅនាងក៏និយាយថាមិនឆែកមើលទេព្រោះអីពួកគេគឺបានដឹងពីតួស្រីរបស់យើងបាត់ទៅហើយតែក្មេងស្រីដែលរស់នៅតាមទីជនបទបែបហ្នឹងនាងប្រកាសជាក្មេងចៅជាមិនខានមានដៃមានជើងហើយនាងក៏និយាយសុទ្ធតែស្បត់ថាណាបើសិនជាពាក្យណាដែលនាងនិយាយមិនពិតណាគឺសូមឲ្យនាងគឺត្រូវមានគ្រោះថ្នាក់មានរបួសមានអីចឹងទៅចឹងហើយណាបានផលសម្រេចតែម្ដងនាងរូយ៉ៅហ្នឹងនាងក៏ត្រូវមានគ្រោះថ្នាក់ឡើងរបួសដៃជើងនាងហ្មងណាដោយសារតែគ្រប់យ៉ាងនាងនិយាយកុហកជាមួយតួស្រីហើយក៏នៅតែអាងខ្លួនថាខ្លួនណាគឺជាអ្នកដែលត្រឹមត្រូវហើយចំណែកឯលោកចៅនេះវិញគាត់ណាក៏បាននិយាយការពារណាទៅកាន់នាងរូយ៉ៅថានាងរូយ៉ៅគឺពិតជាក្មេងស្រីដែលស្អាតស្អំហើយនាងក៏បានដឹងច្បាស់ខ្លាំងណាស់ថានាងរូយ៉ៅហ្នឹងគឺបានធ្វើបាបតួស្រីរបស់យើងពិតប្រាកដមែនលោកចៅហ្នឹងគឺគេភ្ញាក់ខ្លួនម្ដងហើយលើកមកហ្នឹងគឺស្បត់ឲ្យគ្រួសាររបស់ខ្លួនឯងហ្នឹងគឺរលាយពិតប្រាកដធ្លាក់ខ្លួនណាមកខ្លាយទៅជាអ្នកដឹកមកជញ្ជូនអីវ៉ាន់តាមផ្លូវអីចឹងទៅចង់ក្រោយហ្នឹងគឺរលាយពិតតែម្ដងនិយាយអីបានហ្នឹងហ្មងតួស្រីរបស់យើងគាត់ប្រាប់ហើយតាគាត់បានប្រាប់តាំងពីចូលផ្ទះដំបងថាគាត់គឺអាចធ្វើឲ្យរឿងដែលពួកគេបានស្បត់ហ្នឹងគឺវាបានសម្រេចតែម្ដងណាចឹងហើយណាចង់ស្បត់ឲ្យឡានបុកគឺឡានបុកហ្មងចឹងហើយនាងអ្នកស្រីចឹងល្អរូយ៉ៅហ្នឹងនាងក៏ចាប់ដើមទុនជង្គង់ហើយនាងក៏និយាយថានាងគឺមិនបានធ្វើទេតែប៉ាម៉ាក់របស់នាងឥឡូវនេះចាប់ដើមមានអារម្មណ៍ថាលែងជឿទុកចិត្តទៅលើនាងរូយ៉ៅហ្នឹងនាងក៏បានរត់ទៅស្នាក់សស្លើកណាចេញពីកម្មវិធីមួយហ្នឹងតែម្ដងទៅហើយចំណែកប៉ាម៉ាក់ទាំងពីរអ្នកនេះវិញណាគាត់ក៏សុំទោសតួស្រីដែលគាត់ហ្នឹងគឺអត់បានជឿជាក់ទៅលើតួស្រីតែយ៉ាងណាក៏ដោយណាថាកុំឲ្យធ្វើបាបអូនដល់ថ្នាក់ហ្នឹងនេះហើយគ្រាន់តែជារឿងតូចតាតួស្រីយើងក៏ឲ្យនិយាយតែម្ដងទៅចេញទៅខាងក្រៅនាងរូយ៉ៅនាងក៏នៅឈរមុខឡានបន្ទាប់មកក៏ត្រូវបានឡានបុកតែតួស្រីយើងក៏រត់ច្រានទៅជួយណាចឹងហើយក៏ធ្វើឲ្យខ្លួនគាត់នេះដែលត្រូវរបួសឡើងធ្ងន់ហើយនាងរូយ៉ៅមិនបានទៅកោស្អីធ្ងន់ធ្ងរទេតែក្បាលហ្នឹងគឺមិនបាយផងចឹងហើយណាពួកគេនឹងកំណំគ្នាទៅមើលតែនាងរូយ៉ៅទេព្រោះថានាងរូយ៉ៅហ្នឹងគឺនាងសន្លប់ហើយបន្ទាប់មកនាងក៏យំនិយាយទួញសោកណាថានាងគឺដឹងកំហុសរបស់នាងសុំទោសអញ្ចឹងចឹងហើយណាទាំងម៉ាក់ទាំងប៉ាហ្នឹងពួកគាត់កំណំនាងរូយ៉ៅទៅមន្ទីរពេទ្យតួស្រីរបស់យើងវិញក៏ត្រូវបានគ្រូពេទ្យហ្នឹងគឺអូសទៅហ្មងគ្មានអ្នកព្យាបាលអ្នកណាហ្នឹងគឺមកមើលថែតួស្រីរបស់យើងឡើយហើយនាងរូយ៉ៅគ្មានតកាត់ស្អីទេសូម្បីតែគ្រូពេទ្យវះកាត់នេះគាត់ក៏បានឃើញណាចឹងហើយនាងរូយ៉ៅវាគ្រាន់តែជាល្បិចរបស់នាងចង់ធ្វើបាបតួស្រីអ្នកដែលធ្ងន់ធ្ងរហ្នឹងគឺតួស្រីអញ្ចឹងហើយណានាងរូយ៉ៅនាងក៏ចាប់ផ្ដើមនិយាយគំរាមណាទៅកាន់លោកគ្រូពេទ្យហ្នឹងតាមម្ដងថាត្រូវទៅជួយនាងរឿងមួយយ៉ាងហើយតួស្រីចេញពីសង្គ្រោះហើយណាតែប៉ាម៉ាក់របស់គាត់មានតែគេអើពើជាមួយទេរងចាំមើលដំណឹងរបស់នាងរូយ៉ៅគ្រូពេទ្យហ្នឹងគាត់ក៏និយាយមកប្រាប់ថារូយ៉ៅនាងគឺគ្រោះថ្នាក់បើបែកក្បាលធ្ងន់ធ្ងរហើយក៏អាចនឹងកើតជាមនុស្សរុក្ខជាតិនាងគឺត្រូវការផ្លាស់ប្ដូរសរីរាង្គភ្នែករបស់នាងចឹងហើយណាទាំងប៉ាទាំងម៉ាក់នឹងក៏នាំគ្នាភ័យបារម្ភខ្លាំងមែនតើលោកគ្រូពេទ្យនេះវិញត្រូវបាននាងរូយ៉ៅហ្នឹងគឺគម្រាមទេបើសិនជាគាត់មិនធ្វើទេហ្នឹងគឺរឿងអាក្រក់ដែលលោកគ្រូពេទ្យហ្នឹងគឺគាត់បានប្រព្រឹត្តទាំងប៉ុន្មានកាលនៅផ្ទះកាត់ណាដោយសារតែគាត់ធ្លាប់ធ្វើអ្នកជំងឺហ្នឹងគឺត្រូវបានស្លាប់នៅ
ពេលដែលគាត់វះកាត់ទាំងដែលខ្លួនឯងនឹងគឺស្រវឹងហើយក៏បង្ករឿងឃាតកម្មនឹងឡើងពី3ករណីឯណោះនាងរូយ៉ាក៏និយាយថាបើមិនជួយនាងទេរឿងទាំងអស់នេះនឹងត្រូវបែកការហើយនាងក៏ឲ្យលុយផងដែរយកមិនយកឥឡូវចឹងហើយលោកគ្រូប៉ែតគាត់ក៏យល់ព្រមយកលុយរបស់នាងរូយ៉ាតែម្ដងទៅហើយទាំងប៉ាម៉ាក់របស់តួស្រីយើងនឹងក៏នាំគ្នាពិបាកចិត្តខ្លាំងមែនតើមិនដឹងត្រូវធ្វើបែបម៉េចនាងរូយ៉ាក៏និយាយថានាងនឹងលែងមានភ្នែកមើលបានទៀតហើយចឹងហើយនាងក៏ចាប់ផ្ដើមទួញសោកខ្លាំងមែនតើហើយប៉ាម៉ាក់របស់នាងនឹងក៏បារម្ភខ្លាំងណាស់ពួកគាត់ក៏និយាយថាមិនអីទេគាត់នឹងខំរកស្វែងរកកាយភ្នែកហ្នឹងណាដើម្បីតែជួយព្យាបាលរូយ៉ាតែម្ដងហើយលោកគ្រូប៉ែតវិញណាគាត់គឺមិនចង់ធ្វើទេឬវះកាត់ភ្នែកណាតែយ៉ាងណាក៏ដោយដើម្បីតែបំផ្លាញតួស្រីរបស់យើងនាងរូយ៉ានឹងគឺព្រមហ៊ានធ្វើគ្រប់យ៉ាងទាំងអស់ហើយចំណែកឯម៉ាក់របស់តួស្រីរបស់យើងឥឡូវនេះវិញណាគាត់ក៏ខំនេះដើរកាត់មន្ទីរបន្ទប់ដែលតួស្រីរបស់យើងកំពុងតែស្នាក់នៅហើយព្យាបាលតែពួកគាត់នៅតែមិនអើពើអញ្ចឹងសូម្បីតែក្រុមគ្រូប៉ែតនេះវិញណាគាត់ក៏ណតួស្រីដោយសារតែមានតែតួស្រីរបស់យើងតែម្នាក់គាត់ដែលគ្មានអ្នកណាគេនឹងគឺនៅមើលថែសោយតួស្រីយើងក៏និយាយប្រាប់ណាថាគាត់គឺអត់មានឪពុកម្ដាយទេគាត់គ្មានអ្នកទេគាត់តែឯងតែម្ដងក្រុមគ្រូប៉ែតនឹងក៏នាំគ្នាណតួស្រីសូម្បីតែពេលតួស្រីរបស់យើងត្រូវដើរទៅបន្ទប់ទឹកអីនឹងក៏តែឯងដែរទីបំផុតទៅអ្នកស្រីសេងដែលជាម្ដាយធေါ်តួស្រីរបស់យើងនៅមណ្ឌលកម្មាកំព្រាហ្នឹងគាត់ក៏បានចូលមកមើលសក់ទុកតួស្រីហើយគាត់ក៏ដឹងថាតួស្រីយើងគឺបាននិយាយកុហកគាត់រស់នៅក្នុងគ្រួសារលូក៏បានសក់សប្បាយអីទេតួស្រីរបស់យើងនឹងមិនចាំបាច់ណាគឺនៅលំបាកតែម្នាក់ឯងបែបហ្នឹងឡើយចឹងហើយណាតួស្រីរបស់យើងគឺគាត់ស្រក់ទឹកភ្នែកមកតក់ហ្មងដោយសារតែពេលដែលគាត់មករស់នៅក្នុងគ្រួសារលូគាត់អាចទទួលបានអារម្មណ៍មួយហ្នឹងទេចឹងហើយគឺថាអ្នកស្រីសេងហ្នឹងគាត់ក៏ណតួស្រីយើងជាពន់ពេគាត់ក៏ទៅនិយាយជាមួយប៉ាម៉ាក់របស់តួស្រីគាត់ថាបើសិនជាអត់ស្រឡាញ់តួស្រីរបស់យើងទេបកគោតួស្រីឲ្យគាត់វិញមកតែទាំងប៉ាទាំងម៉ាក់តួស្រីក៏និយាយថាគាត់ស្រឡាញ់តើកូនបង្កើតរបស់គាត់ដូចតែគ្នាចឹងហើយណាគាត់ក៏និយាយថាគាត់មិនឲ្យតួស្រីយើងទៅណាទាំងអស់តែសម្រាប់តួស្រីរបស់យើងនេះមួយព្រមទាំងអ្នកស្រីសេងគាត់ក៏ឃើញណាធៀបប៉ិតសកម្មភាពរបស់ពួកគេមើលទៅនឹងគឺអត់បានស្រឡាញ់តួស្រីយើងចាប់ទុកតួស្រីយើងជាកូនឡើយពួកគេនឹងគ្រាន់តែយកតួស្រីរបស់យើងនឹងយកមករស់នៅក្នុងគ្រួសារឲ្យបានតែឈ្មោះទេបើថាស្រឡាញ់តួស្រីរបស់យើងនឹងគឺដូចជាអត់មានសោះតែម្ដងចឹងហើយលើនឹងដែរណាតួស្រីរបស់យើងគាត់ក៏គួរតែកាត់ចិត្តពីប៉ាម៉ាក់របស់គាត់អត់ចាំបាច់ណាថាត្រូវអឡោះឡៃអីច្រើនទេព្រោះថាពួកគេនឹងគឺបារម្ភតែជាមួយនឹងនាងរូយ៉ាតាមម្ដងសម្រាប់គាត់នេះវិញពួកគេអត់ដែរចាប់ទុកជាកូនបង្កើតសម្បីតែម្ដងចឹងហើយណាតួស្រីរបស់យើងគាត់អន់ចិត្តមែនតាហើយលោកគ្រូប៉ែតរបស់នាងរូយ៉ានេះវិញមកនិយាយជាមួយតួស្រីរបស់យើងរឿងផ្លាស់ប្ដូរស្រីរៀងណាតួស្រីយើងក៏ដឹងរឿងផងដែរថាលោកគ្រូប៉ែតនឹងគឺបានធ្វើរឿងអាក្រក់បែបណាខ្លះបើមិនចង់ឲ្យរឿងនឹងបែកការទេឬក៏ជួយនាងរូយ៉ាប្រព្រឹត្តរឿងអាក្រក់បន្តទៀតណាតួស្រីរបស់យើងគាត់នឹងប្រាប់អ្នកគ្រប់គ្នាតែលោកគ្រូប៉ែតនឹងគាត់ក៏កុហកតួស្រីតែគាត់មិនបានធ្វើអីទេបើមិនអញ្ចឹងទេគាត់ថាអញ្ចឹងគាត់ណាគឺគាត់ស្បត់ហ្មងបើសិនជាគាត់និយាយកុហកពិតមែនគាត់មិនបានធ្វើទេហ្នឹងគឺសូមឲ្យគាត់នឹងចេញពីមន្ទីរប៉ែតនឹងមិនរួចទេចាំបញ្ចប់ទៅនេះឪពុករបស់ជនរងគ្រោះដែលគ្រូប៉ែតនឹងគឺបានវះកាត់ធ្វើឲ្យស្លាប់នេះគាត់ក៏បានមកចូលសម្រាប់លោកគ្រូប៉ែតវិនមីងនឹងតែម្ដងទៅចង់ក្រោយណាលោកគ្រូប៉ែតនេះគាត់ក៏បានស្បត់ណាចង់ក្រោយទៅវាក៏បានសម្រេចតែម្ដងគាត់ក៏ត្រូវបានស្លាប់ហើយតួស្រីរបស់យើងឯនេះវិញគាត់ក៏ដឹងថាវានឹងមានរឿងអ្វីកើតឡើងព្រោះអីដោយសារតែវិនមីងនឹងគឺគេនិយាយដល់ខ្លួនឯងតែម្ដងបន្ទាប់មកគាត់ទៅប្រាប់ប៉ាម៉ាក់របស់គាត់ណាថាឲ្យទៅមើលនាងរូយ៉ាទៅថាឥឡូវនេះនាងកំពុងតែធ្វើរឿងអ្វីទៅដល់ភ្លាមក៏បានឃើញនាងរូយ៉ានឹងលោកចៅនេះពួកគេនឹងលេងល្បិចដាក់ប៉ាម៉ាក់នឹងតែម្ដងនាងរូយ៉ាគឺមិនបានខ្វាក់ភ្នែករបស់នាងគឺល្អធម្មតាគ្រប់យ៉ាងគឺនាងស្អប់ហេតុអីបានជាតួស្រីរបស់យើងនឹងគឺត្រូវមកជំនួសកន្លែងរបស់នាងអត់ត្រូវការតួស្រីរបស់យើងនឹងគឺមកជន់កន្លែងហ្នឹងទេចឹងហើយនាងក៏និយាយថាប៉ាម៉ាក់របស់នាងក៏ល្ងងយ៉ាងណាស់ដែរព្រោះអីនាងគឺមិនមែនជាកូនបង្កើតរបស់ពួកគាត់ឡើយគាត់គឺគ្រាន់តែជាកូនស្រីណាដែលត្រូវគេបានយកមកផ្លាស់ប្ដូរតែប៉ុណ្ណោះចង់ក្រោយទៅឥឡូវហ្នឹងណានាងរូយ៉ានាងគឺអលីភ្លាមហ្មងព្រោះតែនាងគឺមាត់ឆៅនៅមិនស្ងៀមចង់ក្រោយទៅណាលោកលូនិងអ្នកស្រីលូពួកគាត់ក៏បានដឹងការពិតថានាងរូយ៉ាមិនមែនជាកូនបង្កើតរបស់គាត់ហើយក៏បោកកុហកគាត់ហើយតួស្រីរបស់យើងនឹងឯងដែលជាកូនបង្កើតពិតប្រាកដណារបស់គាត់តែម្ដងចង់ក្រោយនាងរូយ៉ានាងក៏ត្រូវបានអ្នកប៉ូលីសចូលមកចាប់តែម្ដងនៅអំពើអាក្រក់របស់នាងចំណែកតួស្រីរបស់យើងអ្នកស្រីសែននៅនេះវិញពួកគាត់ក៏បានរើអវ៉ាន់ដើម្បីតែចេញទៅឥឡូវនេះតួស្រីយើងរើមករស់នៅជាមួយអ្នកស្រីសែនវិញហើយព្រមទាំងអ្នកស្រីលូនឹងលោកលូណាពួកគាត់ក៏ចាប់ផ្ដើមតាមលួមលងតួស្រីព្រមទាំងបង្កើតណានៅមុំនិធិសប្បុរសធម៌អីផ្សេងសម្រាប់តួស្រីរបស់យើងអីតែម្ដងណាព្រោះអីគាត់ថាអញ្ចឹងតួស្រីរបស់យើងគឺចូលចិត្តធ្វើអំពើល្អបែបហ្នឹងគាត់ក៏ថានៅពេលដែលតួស្រីគាត់ធ្វើបែបហ្នឹងចំពោះតួស្រីយើងនឹងអត់អន់ទោសព្រមអភ័យទោសឲ្យគាត់ជាមិនខានតែតួស្រីយើងគាត់ក៏និយាយថាលោកស្រីលូលោកលូគាត់គឺលេងចង់បានអីទៀតហើយពួកគេនឹងក៏មានអីពាក់ព័ន្ធជាមួយគ្នាទៀតផងដែរហើយម៉ាក់របស់តួ
ស្រីយើងក៏និយាយថាយ៉ាងណាក៏ដោយគាត់ក៏បង្កើតតួស្រីតែតួស្រីក៏ថាអត់ទេគាត់គឺបានសងគុណអស់ហើយនៅពេលដែលគាត់នឹងគឺមានគ្រោះថ្នាក់ប៉ាម៉ាក់របស់គាត់គឺទៅមើលថែតានាងរូយ៉ៅតែប៉ុណ្ណោះចឹងហើយឥឡូវនេះគឺរស់នៅរៀងខ្លួនតែម្ដងទៅចឹងក្រោយតួស្រីរបស់យើងគាត់ក៏សម្រេចចិត្តថាគាត់គឺនឹងត្រឡប់ទៅរស់នៅណាជាមួយនឹងអ្នកស្រីសេនតែម្ដង